សួស្តីអ្នកនរគ្នាបើអ្នកអត់ទាន់ស្គាល់ខ្ញុំទេខ្ញុំគឺឈ្មោះ B ហើយថ្ងៃនេះយើងមកធ្វើ skin care មួយគ្នាដំបូងឡើយគឺខ្ញុំប្រើ Bip Toner Pad នេះគឺវាល្អមែនតើអ្នកនរគ្នាខ្ញុំប្រើឡើងចិត្តអស់ហើយជូតទៅគឺវាធ្វើឲ្យស្បែកមុខយើងម៉ត់មែនតើមានអារម្មណ៍ថា clean ដោយសារតែ sexually វាជួយជំរុញកោសិកាចាស់បានខ្លះដែរអញ្ចឹងពេលដែលប្រើកុំភ្លេចយកមកជូតកផងយើងប្រើវាអស់សាច់អញ្ចឹងហើយមួយទៀតជូត clip ខ្ញុំចង់ថាមានតែគេចង់ដឹងថាខ្ញុំថែคลิปមួយក៏ដឹងคลิปខ្ញុំស្អាតហើយម៉ត់ចឹងបើមានតែគេចង់ដឹងជួយតម្លាក់ comment នៅខាងក្រោមផងតែវាស្ងួតចូលមុខតិចទុកអូខ្ញុំប្រើចិត្តអស់ហើយមួយនេះល្អមែនតើសម្រាប់ស្បែកដែលកំពុងខ្សោយហើយរោលចឹងពុំបាត់មុនណាអ្នកនរគ្នាដោយសាររយៈហ្នឹងខ្ញុំត្រូវក្តៅច្រើនពេកទៅមុខខ្ញុំវារោលប៉ុន្តែឥឡូវខ្ញុំអន់ច្រើនតែមួយថ្ងៃមុនមុខខ្ញុំមានអារម្មណ៍ថាវាល្មមហើយវារោមែនតើអញ្ចឹងមួយនេះគឺល្អបំផុត25ឆ្នាំឯណាអញ្ចឹងតើខ្ញុំមិនអាចចោលជាមួយនឹង eye cream បានទេ eye cream មួយនេះរបស់ VT Cosmetic ហើយកន្លែងដងគេនេះគឺម៉ាស៊ីនគេរំញ័រវាជួយ massage ដល់ភ្នែកយើងអូយមួយនឹងល្អខ្លាំងយើងកន្លែងនេះមកគឺវាញ័រហ្មងវាញ័រជួយ massage អូយល្អខ្លាំងពេលយើង massage អញ្ចឹងគឺស្រួលខ្លួនខ្លាំងមែនតើអ្នកនរគ្នាអញ្ចឹងអាយុខ្ញុំវាកាន់តែច្រើនហើយអត់អាចប្រហែលជាមួយនឹងក្រុមភ្នែកបានទេតែអញ្ចឹងទៅគឺមានស្នាមជ្រួញនេះល្អខ្លាំងហ្មងវារបៀបថាយើងមិនចាំបាច់ទិញម៉ាស៊ីនម៉ាស្សាមានតែគ្រីមហ្នឹងហើយគេមានម៉ាស៊ីនម៉ាស្សាគេក្នុងហ្នឹងហើយហ្មងអូឡើងស្រួលខ្លួនពេលដែលប្រើហើយកុំភ្លេចយកกระดาษមកជូតចេញផងកុំឲ្យវាឆ្លងបាក់តេរីអញ្ចឹងPurito នេះគឺល្អមែនតើសម្រាប់អ្នកដែលគាត់មានស្បែកមុនស្បែករោស្បែកខ្សោយអញ្ចឹងខ្ញុំប្រើអស់ច្រើនទីពេលអ្នកនរគ្នាជាមួយខ្ញុំយកផុសតាំងឲ្យមើលពីទីទៀតហើយអានេះខ្ញុំបោះចោលខ្លះផងអ្នកដែលគាត់ទៅតែ start ប្រើ skin care របស់កូរ៉េត្បូងអញ្ចឹងហើយគាត់អត់ចង់ចំណាយឲ្យច្រើនអ្នកនរគ្នាតែតានេះហេយកមកលាបពេញមុខហើយកន្លែងណាដែលយើងមានមុនណាយើងអាចយកមកបតក់បានទៀតគឺវាចំណេញថងនឹងហ្មងអញ្ចឹងទៅយើងមិនបាច់ចាំបាច់ចំណាយលុយទិញថ្នាំបតក់មុនទេសម្រាប់អ្នកដែលគាត់អត់ចង់ចំណាយលុយច្រើនណាធ្វើដូចខ្ញុំមានប្រសិទ្ធភាពដូចគ្នាកុំភ្លេចលាបកផងអ្នកនរគ្នាកុំឲ្យស្អាតតែមុខហើយកយើងជ្រួញណាខ្ញុំលាបអុយហើយមាត់ខ្ញុំថ្ងៃហ្នឹងខ្ញុំលាបពណ៌នេះដោយសារខ្ញុំចូលចិត្តលាបពណ៌នេះជាងវាឃើញមាត់ស្អាតជាងអញ្ចឹងណាប៉ុន្តែខ្ញុំវាតម្លៃធូរថ្លៃហើយសំខាន់ណាស់វាអត់ស្អិតលើមាត់ទេទាំងអស់គ្នាវាស្រាលលើមាត់យើងមែនតើពេលខ្ញុំនិយាយធម្មតាលាបអុយផ្សេងពេលដែលយើងនិយាយទៅវាតាយអានេះអត់ទេណាតែខ្ញុំស្អប់ត្រង់មួយហើយគេជិះវាអន់ខ្លាំងហ្នឹងវាដកមកគឺវាអញ្ចឹងហ្មងប៉ុន្តែល្អប្រើស្រាមាត់ខ្លាំងមែនតើប្រើពេលយប់ពេលព្រឹកពេលថ្ងៃអីបានទាំងអស់ខ្ញុំចិត្តអស់ទេនេះនឹងខ្ញុំមានអារម្មណ៍ថាខ្ញុំឃ្លានចង់ញ៉ាំអីផ្អែមអ្នកនរគ្នានេះដៃគូរបស់ខ្ញុំគាត់ទិញផ្ញើពីអូស្ត្រាលីមកអូយឆ្ងាញ់ខ្លាំងមែនតើហ្មងណាខ្ញុំជាមនុស្សដែលអត់ចូលចិត្តញ៉ាំសូកូឡាប៉សទេ white chocolate ប៉ុន្តែខ្ញុំបែរជាចូលចិត្តអានេះគេមកជាមួយនឹងកញ្ចប់តូចចេះតែគ្នាមានគ្រប់រសជាតិមានណាញ៉ាំទៅយ៉ាងហឹលដល់ពេលអានេះវិញគេ original crunchy ហើយបើយកទៅដាក់នៅក្នុងទូទឹកកកទៀតគឺឆ្ងាញ់មែនតើហ្មងខ្ញុំញ៉ាំអានេះឆ្ងាញ់ឥឡូវខ្ញុំមកសាកអានេះអ្នកគ្នារសជាតិវាឈ្ងុយពេញមាត់ពេលញ៉ាំទៅខ្ញុំមិនដឹងថាមានតែគេដូចខ្ញុំអត់ទេកាលពីក្មេងយើងធ្លាប់ញ៉ាំពពកកូនក្មេងវាឈ្ងុយអញ្ចឹងគឺរសជាតិហ្នឹងហ្មងខ្ញុំមិនដឹងរសជាតិហ្នឹងហ្មងក្នុងនោះឆ្ងាញ់គ្រប់រសជាតិតាមចូលចិត្តអញ្ចឹងគេគឺវាដូចគឺវាធ្វើខ្ញុំមានអារម្មណ៍ដូចអាពពកកូនក្មេងដែលយើងញ៉ាំពីក្មេងតែឆ្ងល់មិនខ្ញុំញ៉ាំមួយកន្លងគីឡូហ្នឹងពេលខ្ញុំញ៉ាំអីហើយអញ្ចឹងខ្ញុំតែងតែញ៉ាំជាមួយនឹងកម្ពុជាខ្ញុំញ៉ាំមកច្រើនកញ្ចប់ហើយគឺជាតែសុខភាពរបស់កូរ៉េគឺមានជាតិ probiotic ដែរពេលដែលញ៉ាំអីហើយអញ្ចឹងព្រឹកឡើងទៅវាធ្វើយកបន្ទប់បងបានស្រួលគេមានច្រើនរសជាតិមែនតើថ្ងៃហ្នឹងខ្ញុំញ៉ាំច្រើនណាស់អញ្ចឹងខ្ញុំយកមករសជាតិក្រូចឆ្មាញ៉ាំគេមានកែវដ៏ខ្ជូលមកពីកម្ពុជាហ្នឹងមកអ្នកនរគ្នាចាក់ទឹកប្រហែលជា200 ml អត់មានអីប្រវ៉ាអីដោយសារតែកែវហ្នឹងគឺវាប្រហែល200 ml មកចាក់ចូលមកតែចង់ផឹកក្នុងកំប៉ុងដើម្បីវាប៉ះពាល់សុខភាពយើងឲ្យឡើងគីឡូញ៉ាំនៅអ្នកនរគ្នាឲ្យគីឡូហ្នឹងឆ្ងាញ់ខ្លាំងណាស់ហើយវាគេឲ្យជូអាននេះខ្ញុំយករសជាតិក្រូចនៅកូរ៉េគឺគេចូលចិត្តញ៉ាំមែនតើអ្នកនរគ្នាអាចឆែកមើលបានល្បីខ្លាំងណាស់សំបីតែជុំគុក
ក៏គាត់ផឹកតែកម្ពុជានឹងដែរមិនហ្នឹងมันធ្វើតែធ្វើឲ្យស្បែកយើងណាស្អាតទេវាមិនជួយសម្រក់គីឡូអ្នកនរគ្នាប៉ុន្តែវាធ្វើឲ្យការបន្ទោបង់របស់យើងនឹងល្អហើយវាជួយ detox ជាតិពុលនៅក្នុងខ្លួនរបស់យើងណាអញ្ចឹងពេលដែលយើងញ៉ាំវាទៅវាជួយ detox ធម្មតាតែពាក្យថា detox គឺធ្វើឲ្យស្បែកយើងស្អាតវាសម្អាតជាតិពុលពីខាងក្នុងហើយតែយើងបត់ជើងមកស្រួលគឺស្បែកយើងអត់ងាយឡើងមុនហើយក៏ស្អាតដូចគ្នាCheers ឆ្ងាញ់ណាស់ញ៉ាំប៉ុណ្ណឹងហើយយប់ឡើងគឺខ្ញុំត្រូវញ៉ាំ melatonin ជំនួយការគេងខ្ញុំថានេះក៏វាជាប្រភេទ supplement ប៉ុន្តែបើយើងប្រើប្រាស់វាច្រើនពេកក៏អត់ល្អចំពោះសុខភាពដែរអញ្ចឹងទៅខ្ញុំប្រើតែពេលណាដែលខ្ញុំពិបាកក្នុងការគេងឯងអញ្ចឹងថ្ងៃស្អែកខ្ញុំត្រូវមានការងារធ្វើច្រើនអញ្ចឹងខ្ញុំត្រូវប្រញាប់គេងណាអញ្ចឹងយើងដាក់វាមកគ្រាប់មកដោយសារតែមនុស្សខ្ញុំគឺមានគេហៅថា sleep paralysis យើងគេងហើយមានអារម្មណ៍ថាគេសកត់យើងណាតែថាឈាមយើងដាក់ស្រួលពេលដែលញ៉ាំហើយគឺអត់មានយកសក់ទាំងហើយគេងលក់សោះហ្មងអញ្ចឹងបាទខ្ញុំត្រូវការញ៉ាំដោយសារខ្ញុំ stress ខ្លាំងពេកយប់ហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងបានហ៊ានអីថ្មីពីបទពិសោធន៍របស់ខ្ញុំសង្ឃឹមថាអ្នកនរគ្នាចូលចិត្តវីដេអូនេះចំពោះការចែកម្លែកការថែរក្សាសម្រស់ហើយកុំភ្លេចជួយ subscribe ខ្ញុំម្នាក់មួយផងណានិង TikTok របស់ខ្ញុំនៅនេះអញ្ចឹងសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ